ជំរាបសួរបងប្អូនទាំងអស់គ្នាបាទខ្ញុំចង់ចែករំលែកពីព្រះបន្ទូលរបស់ព្រះអង្គតាមរយៈគម្ពីរម៉ាថាយជំពូក24ខទី6និងខទី7អ្នករាល់គ្នានឹងឮនិយាយពីចម្បាំងនិងដំណឹងពីចម្បាំងនោះកុំឲ្យមានចិត្តថប់បារម្ភឡើយត្បិតការទាំងនោះត្រូវតែមកដល់តែនោះពុំទាន់ដល់ចុងបំផុតនៅឡើយទេពីព្រោះសះមួយនឹងលើកគ្នាទាស់នឹងសះមួយនគរមួយទាស់នឹងនគរមួយហើយនឹងកើតមានអំណត់អត់ជំងឺអសន្នរោគនិងក៏ក្រើកដីនៅកន្លែងផ្សេងបងប្អូននេះគឺជាព្រះបន្ទូលដែលព្រះយេស៊ូវទ្រង់មានបន្ទូលយ៉ាងច្បាស់លាស់អំពីការដែលត្រូវកើតឡើងនៅលើផែនដីយើងនេះបានជាយើងមើលឃើញអំពីការមួយដែលកើតឡើងនៅលើផែនដីនេះដូចជាមានការរុញជួយដីហើយធ្វើឲ្យមានមនុស្សជាច្រើនបានត្រូវបាត់បង់ជីវិតក៏មានអំណត់អត់ហើយក៏មានរលកសមុទ្រយើងឃើញអំពីការទាំងអស់នេះបានកើតឡើងនៅលើផែនដីបងប្អូនតែការទាំងអស់នេះបានកើតឡើងគឺដើម្បីសម្រេចតាមបទគម្ពីរដែលព្រះយេស៊ូវបានមានបន្ទូលជាមុនតែប៉ុណ្ណោះដូច្នេះហើយបងប្អូនព្រះយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍នេះគឺដើម្បីជួយសង្គ្រោះមនុស្សយើងដែលជាមនុស្សមានបាបដោយព្រោះតែបាបមនុស្សយើងមិនបានស្គាល់ព្រះអង្គដោយព្រោះតែបាបមនុស្សយើងបានរស់នៅចាកចេញពីព្រះអង្គមនុស្សយើងមិនស្គាល់ពីព្រះដែលបានបង្កើតជីវិតរបស់យើងមកនោះទេតែតាមព្រះគម្ពីរបានបង្ហាញថាគ្រប់របស់ទាំងអស់គឺបានកើតមកដោយសារព្រះអង្គប៉ុន្តែមនុស្សយើងដោយសារតែបាបមនុស្សយើងមិនបានស្គាល់ព្រះអង្គនោះទេបងប្អូនអើយព្រះយេស៊ូវទ្រង់យាងមកក្នុងលោកីយ៍គឺដើម្បីទទួលអស់ទាំងអំពើបាបរបស់មនុស្សយើងត្បិតតាមព្រះគម្ពីរបានសរសេរថាត្បិតឈ្នួលរបស់អំពើបាបនោះគឺជាសេចក្តីស្លាប់បានជាព្រះយេស៊ូវទ្រង់បានស្លាប់ដើម្បីសងឈ្នួលអំពើបាបរបស់មនុស្សយើងទាំងអស់បងប្អូនអើយព្រះគម្ពីរគឺបានបង្ហាញអំពីព្រះハរតីព្រះអង្គដែលទ្រង់បានស្រឡាញ់មនុស្សយើងដើម្បីជួយសង្គ្រោះជីវិតមនុស្សយើងដែលជាមនុស្សមានបាបព្រះអង្គបានត្រូវរងទុក្ខវេទនាទ្រង់បានសគត់នៅលើឈើឆ្កាងដើម្បីសងឈ្នួលអំពើបាបរបស់យើងទាំងអស់គ្នាដូច្នេះហើយបងប្អូនយើងគឺជាមនុស្សសុចរិតយើងគឺជាមនុស្សដែលបរិសុទ្ធយើងគឺជាមនុស្សដែលគ្រប់លក្ខនៅចំពោះព្រះអង្គដូច្នេះសូមបងប្អូនទទួលព្រះបន្ទូលរបស់ព្រះអង្គទុកជាជីវិតហើយតាមរយៈព្រះបន្ទូលរបស់ព្រះអង្គទ្រង់ក៏បានសន្យាថាទ្រង់នឹងយាងមកម្ដងទៀតក្រៅពីអំពើបាបបងប្អូនអើយព្រះយេស៊ូវទ្រង់នឹងយាងមកម្ដងទៀតតាមសេចក្តីសន្យារបស់ព្រះអង្គនៅគម្ពីរហេព្រើរជំពូកទី9ខទី28ដូច្នេះព្រះគ្រីស្ទក៏បែបយ៉ាងនោះដែលទ្រង់បានថ្វាយព្រះអង្គទ្រង់មួយដងហើយដោយព្រោះបាបរបស់មនុស្សជាច្រើននោះទ្រង់នឹងលេចមកម្ដងទៀតក្រៅពីរឿងអំពើបាបគឺសម្រាប់នឹងជួយសង្គ្រោះដល់អស់អ្នកដែលរងចាំទ្រង់បងប្អូននេះគឺជាសេចក្តីដែលព្រះអង្គបានសន្យាចំពោះយើងដែលជាអ្នកដែលបានជឿចំពោះព្រះអង្គដូច្នេះហើយព្រះអង្គទ្រង់នឹងសម្រេចតាមសេចក្តីដែលទ្រង់បានសន្យាចំពោះអស់អ្នកណាដែលជឿដល់ព្រះអង្គគឺទ្រង់នឹងយកយើងទៅឯនគរស្ថានសួគ៌ដែលព្រះអង្គបានរៀបចំទុកសម្រាប់យើងរាល់គ្នាបាទសូមអរគុណសូមព្រះអង្គប្រទានពរដល់បងប្អូនទាំងអស់គ្នា